haiអ្វីដែលរាជចម្រៀងវៀតណាមគាត់ផលិត MV ជាខ្មែរបែបនេះតែអ្នកគ្នាអាចមកមើលនៅក្នុងវីដេអូនេះបានខ្ញុំនឹងរៀបរាប់ពីគោលបំណងនៃការផលិតវីដេអូមួយនេះជាដំបូងខ្ញុំអាចនិយាយបានថាគាត់គឺជាតារាចម្រៀង Gen Z ដែលល្បីខ្លាំង2ឆ្នាំចុងក្រោយនេះគឺគាត់ល្បីខ្លាំងហ្មងហើយគាត់គឺជាសិល្បករម្នាក់ដែលអាចជាបានទាំងសម័យបុរាណពីសម័យចូលគ្នាហ្មងនិយាយទៅគាត់គ្រប់ទម្រង់សំខាន់សម្លេងព្រោះទៀតហើយចំពោះគាត់គឺជាតារាចម្រៀងឯករាជ្យដែលគាត់តែងតែផលិតនៅ MV ក៏ដូចជាវីដេអូតាក់ទងនឹងបុរាណតាក់ទងនឹងជនជាតិភាគតិចនៃប្រទេសវៀតណាមដែលយើងដឹងហើយនៅក្នុងប្រទេសវៀតណាមជនជាតិភាគតិចមានដល់ទៅ54ជនជាតិអញ្ចឹងជនជាតិដែលធំភាគច្រើនគឺគាត់តែងតែធ្វើវីដេអូបែបបុរាណលាយសម័យហើយគាត់ទទួលបានការគាំទ្រហើយចម្រៀងរបស់គាត់ក៏មានក្បាច់បុរាណចម្រៀងបុរាណតន្ត្រីបុរាណរបស់វៀតណាមឬក៏របស់ជនជាតិណាមួយដែលគាត់ជ្រើសរើសយកមកធ្វើ MV ហ្នឹងគឺតែងតែបញ្ចូលគ្នាគេហៅថាបុរាណលាយសម័យហើយនៅក្នុង MV ដែលគាត់ធ្វើអំពី MV ខ្មែរនិយាយពីនារីខ្មែរពិធីមង្គលការរបាំខ្មែរអីហ្នឹងគឺគាត់ក៏បានសហការក៏ដូចជាព្យាយាមសិក្សាស្វែងយល់ជាមួយនឹងបងប្អូនជនជាតិខ្មែរភាគខាងត្បូងបើយើងស្រុកយើងគេហៅថាខ្មែរកម្ពុជាក្រោមអញ្ចឹងណាប៉ុន្តែបើយើងនិយាយខ្មែរកម្ពុជាក្រោមត្មងអ្នកខ្លះក៏គាត់អត់ទទួលទេគាត់ថាគាត់ជាខ្មែរគាត់មិនមែនក្រោមឬក៏លើអីទេហើយការចូលរួមសហការនោះគឺដោយសាស្ត្រាចារ្យខាងសិល្បៈខ្មែរនៅនងម៉ងដែលគាត់ជានាយកសាលាជាគ្រូបង្រៀនជាអ្នកប្រាប់ពីការស្លៀកពាក់ការរួមបញ្ចូលវប្បធម៌ឬក៏សម្លៀកបំពាក់ខ្មែរហ្នឹងចូលទៅក្នុង MV ហ្នឹងដើម្បីកុំឲ្យមានចន្លោះខ្វះខាតបីចាញ់មកជាឈុតបាច់បែបខ្មែរមិនពេលទៅរៀនកូនសិស្សខ្មែរគេរៀនស្លៀកសំពត់ស៊ីបបាត់បែបមិនឬក៏អីចឹងទៅអញ្ចឹងគាត់ធ្វើចាញ់មកគឺគាត់មានអំណាចទៅចង់ទោះបីជាថៃចង់ជេរគាត់ទោះបីជាអ្នកណាចង់ខ្ជន់ទោះបីជាខ្មែរយើងមួយចំនួនដែលអត់មានការស្វែងយល់ទៅជេរគាត់ក៏គាត់អត់មានបញ្ហាដោយសារគាត់មានសំអាងហើយគាត់បានសិក្សាស្វែងយល់ក៏ដូចជាសិក្សាសហការរីករាយជាមួយនឹងខ្មែរនៅទីនោះដើម្បីផលិត MV នឹងឡើងមិនមែនគាត់ទៅធ្វើដោយខ្លួនឯងទេអញ្ចឹងគេធ្វើ detail មកច្បាស់លាស់ហើយថាគេដាក់អីចូលតាមបែបផែនមិនចឹងទៅហើយនៅក្នុង MV ហ្នឹងគឺមានគេថត5 6ប្លង់ក្នុងជ្រុំម្ដង5 6ប្លង់ហ្នឹងគឺខ្ញុំបានទៅចំនួន3ប្លង់ហើយទី1គាត់នៅកន្លែងមង្គលការគេហ្នឹងគេហៅថាអវអមហ្នឹងគឺខ្ញុំធ្លាប់បានទៅកន្លែងរំអប្សរាដូចទេវតាហ្នឹងអាហ្នឹងនៅវត្តមួយតែខ្ញុំអត់ចាំទេថាឈ្មោះវត្តឈ្មោះអីប៉ុន្តែខ្ញុំធ្លាប់បានទៅចុះសីមានៅក្នុងកន្លែងវត្តដែលមានព្រះនៅខាងក្រោយធំហ្នឹងក៏ខ្ញុំធ្លាប់បានទៅដែរហើយទៅបន់ចុះសីមាទៀតនិយាយទៅគឺថានៅក្នុងនោះគឺជាទស្សនវិជ្ជារូបភាពគាត់ថាគេកែ effect តិចតួចឲ្យមើលទៅដូចនៅលើឋានសួគ៌ដូចអាខ្លោងទាបពេលកំពុងរាំហ្នឹងយើងមើលទៅដូចនៅក្នុង studio ប៉ុន្តែអត់ទេនៅក្នុងវត្តហ្នឹងគឺស្អាតមែនតើពេលដែលគាត់ធ្វើចុះដូចនៅលើឋានសួគ៌មួយអញ្ចឹងគឺស្អាតមែនតើអញ្ចឹងសរុបសេចក្តីមកការផលិត MV របស់គាត់នេះគឺអត់មានបំណងដែលគាត់ចង់យកវប្បធម៌យើងទៅដាក់ជាវប្បធម៌គាត់ទេគាត់ធ្វើឡើងដើម្បីផលិតថាគាត់សញ្ញាណរបស់គាត់គឺការផលិតបែបវីដេអូជនជាតិឬក៏សាសនាណាមួយបង្កើតឡើងបញ្ចូលគ្នាជាវប្បធម៌ជាអរិយធម៌អញ្ចឹងក៏គួរតែអរគុណគាត់ដែរដែលគាត់នឹកឃើញលើកយកវប្បធម៌ខ្មែរយកទៅដាក់ចូលទៅក្នុង MV របស់គាត់ហើយវាពិតជាបានទទួលបានការគាំទ្រពិតមែនគាត់ច្រៀងព្រោះខ្លាំងមែនតើហើយដល់ពេលគាត់តែងខ្លួនអញ្ចឹងយើងមើលអត់ដឹងថាគាត់ជាវៀតណាមទេណាយើងគិតថាគាត់ខ្មែរក្រៅក៏ពិតជាស្ដែងគឺគាត់វៀតណាមសិតទេអត់មានកូនកាត់អីទេទាំងអស់គ្នាអីរបស់គាត់ហ្នឹងគឺចូលចិត្តយកវប្បធម៌របស់សាសនាឬក៏ជនជាតិមួយៗនោះបញ្ចូលទៅក្នុង MV របស់វៀតណាមរបស់គាត់អញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកនរគ្នាកុំខ្លាចថាគេយកវប្បធម៌យើងអីទេអានេះគឺគាត់តែជាសិល្បៈការដែលគាត់ផលិតវីដេអូអត្តសញ្ញាណរបស់គាត់ដែលគាត់ចូលចិត្តផលិតវីដេអូបែបជនជាតិផ្សេងៗអញ្ចឹងទៅ